សាវរីចាស់តាំងពីឆ្នាំ2024មែននេះការកូនទូច2ខែជាងគេទៅសិង្ហបុរីជាលើកទី1ហោះហើរចាទៅលេងប្រមាក់ក្មេងជួបជុំគ្នាទី1ជាធ្វើដំណើរទៅនេះទៅនោះប្រឡងជួបគ្នាទាំង3នាក់សបាយពេលវេលាម៉ាក់ខ្ញុំទៅលេងប្រឡងគាត់លើកទី1ដែរនៅខាងសិង្ហបុរីជួបជុំគ្នាញ៉ាំអីហើយមានកូនកំាប់នេះមួយអាហ្នឹងដូចប៉ាជេណាកញ្ញាពីខាងជាងខប់ផលប៉ាប៉ាញ៉ាំមីដល់ណាក៏មីដែរម៉ាក់បើគេនឹងជួបជុំញ៉ាំអីនៅហាងកាហ្វេអនុស្សាវរីយ៍នៅខាងហ្នឹងគឺវ៉ាលីកាដូឲ្យម៉ាមីបងកែបដាច់យប់យើងទៅមើលពលានហើយញ៉ាំអីជុំគ្នាបាយបាយ